ក្នុងការដាំចំណាយទាបក្នុង10ម៉ែត្រការ៉េចំណាយទុនត្រឹមតែ7000ទេប៉ុន្តែយើងអាចប្រមូលផលបាន30គីឡូ1គីឡូ2000ខ្ញុំ60000បាទទទួលបាន60000ក្នុងរយៈពេលតែ7ថ្ងៃទេខ្ញុំបាទឈ្មោះហួរគឹមហាក់បាទខ្ញុំជាម្ចាស់ស្ថាបនិកនៃកសិដ្ឋានបច្ចេកទេសដាំចក់សូឡាកម្ពុជា BA Farm និងបច្ចេកទេសដាំចក់នៅទីនេះផ្ទាល់គឺនៅខាងឃុំត្រាំកក់បាទស្រុកត្រាំកក់ខេត្តតាកែវហើយសម្រាប់ទីតាំងនេះផ្ទាល់គឺយើងបើកដំណើរការមករយៈពេល3ឆ្នាំខ្ញុំមើលឃើញថាបងប្អូនប្រជាពលរដ្ឋយើងគាត់ពិបាកក្នុងការដាំហើយពិបាកក្នុងការសុំបច្ចេកទេសអញ្ចឹងខ្ញុំក៏បានមានអារម្មណ៍មួយថាយើងចង់ដាំសម្រាប់ចិញ្ចឹមសត្វដោយសារយើងស្រឡាញ់កសិកម្មបន្ទាប់ពីដាំទៅជោគជ័យក៏យើងចែកម្លែកពូជទៅក៏យើងចាប់ផ្ដើមគិតថាអូអញ្ចឹងយើងអាចជួយបានច្រើនក្នុងវិស័យកសិកម្មយើងក៏ចាប់ផ្ដើមបរិយាដើម្បីផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋយើងដែលគាត់ត្រូវការសម្រាប់ចិញ្ចឹមសត្វដោយសារវាយើងចែកជូនក្នុងតម្លៃធូរមែនតើ1គីឡូ2000ដើម្បីងាយស្រួលក្នុងការគាត់ចិញ្ចឹមសត្វដើមទុនតិចហើយនឹងសត្វដែលគាត់ចិញ្ចឹមគឺបែបធម្មជាតិចក់សូឡានេះគឺវាល្អមែនតើដោយសារអីដោយសារវាមានប្រូតេអ៊ីនខ្ពស់បាទសម្រាប់ប្រូតេអ៊ីនផ្ទាល់23%យើងដួសមកអញ្ចឹងយើងដួសអញ្ចឹងមកហើយយើងដាក់កន្ត្រកអញ្ចឹងមកយើងអាចយកទៅធ្វើចំណីសត្វបានហ្មងមិនបាច់លាយអីក៏បានដែរឬមួយក៏យើងអាចថែមជាមួយកន្ទក់បន្តិចទៅឬមួយក៏ស្រូវតិចក៏បានដែរហើយអត់ពិបាកក្នុងការដាំទេព្រោះដោយសារអីយើងដាក់វាចូលអញ្ចឹងក្នុង10ម៉ែត្រការ៉េប្រើចក់សូឡានេះតែ2គីឡូឯង2គីឡូតែ4000ទេបាទហើយសម្រាប់4000ហ្នឹងគឺយើងអាចដាំបានហើយក្នុងជីស្រីរៀង1គីឡូជីស្រីរៀង1គីឡូតែ3000ទេអញ្ចឹងក្នុងហ្នឹងគឺយើងដាំបាន10ម៉ែត្រការ៉េហើយមួយសប្តាហ៍តាម7ថ្ងៃប្រមូលផលបានអញ្ចឹងយើងចំណាយទុនត្រឹមតែ7000ទេប៉ុន្តែយើងអាចប្រមូលផលបាន30គីឡូអញ្ចឹងធ្វើឲ្យយើងចំណេញខ្លាំងមែនទែនទៅលើការចិញ្ចឹមសត្វណាហើយសម្រាប់តម្លៃតែ1គីឡូ2000ទេដោយសារយើងចង់ដាំឲ្យបានច្រើនដើម្បីជួយកសិករយើងឲ្យចំណាយថ្លៃដើមតិចបំផុតដើម្បីចិញ្ចឹមសត្វណាសត្វអីខ្លះដែលយើងត្រូវស៊ីអាចកហ្នឹងបាទគ្រប់ប្រភេទបងដូចជាមាន់ទាខ្យងមគាបកងក្តាមឬមួយក៏ជ្រូកអីក៏គាត់ចិញ្ចឹមដែរគ្រប់ប្រភេទទាំងអស់តាមអាហារដ្ឋានតាមហាងផ្សេងៗពេលដែលគេដឹងថាយើងចិញ្ចឹមបែបដាក់ចក់សូឡាឲ្យស៊ីបែបធម្មជាតិហ្នឹងគេទទួលបានច្រើនជាងទីផ្សារវាទូលំទូលាយជាងណាវាល្អជាងយើងឲ្យស៊ីចំណីបានដែលចំណីសម្រាប់ចឹងណាទីតាំងនេះផ្ទាល់គឺតឹង35គុណនឹង35អញ្ចឹងវា1000ការ៉េ1000ម៉ែត្រការ៉េសម្រាប់ការសាងសង់គឺយើងចំណាយតិចមែនតើដាំទុនតិចដោយសារយើងសាងសង់ពីអាស័យហើយនឹងស្បៃអញ្ចឹងយើងអាចចាយចន្លោះពី$500បាទក្នុងការសាងសង់ហើយយើងចាយតែម្ដងហ្នឹងគឺយើងប្រមូលផលបានរហូតក្នុងមួយខែគឺយើងអាចផ្គត់ផ្គង់បាន2តោនទៅ2តោនតិចតួចបាទអញ្ចឹងក្នុងមួយឆ្នាំអាចវាបានចន្លោះពី20តោនជាងពីដំបូងឡើយគឺយើងបើកតែទីតាំងនេះមួយទេបន្ទាប់ពីមានការគ្រប់គ្រងខ្លាំងយើងបរិយាបាន2សាខាបន្ថែមទៀតនិយាយរួមទៅសម្រាប់ការទិញបងប្អូនអាចកំងបានទូទាំងប្រទេសជាតិកម្ពុជាយើងបាទសូម្បីតែដល់រដ្ឋនគរីមណ្ឌលគិរីដល់ណាក៏ផ្ញើជូនដែរឲ្យតែបងប្អូនមានតម្រូវការនិងបច្ចេកទេសការបរិញ្ញាជូនគឺយើងបរិញ្ញាទៅតាមTelegram ឬមួយក៏ឆាតឬមួយក៏ទេផ្ទាល់អូខេ24ម៉ោងបរិញ្ញាជូនគាត់ដោយភាពរីករាយនិងសប្បាយរីករាយមែនទែនឲ្យតែគាត់ស្រឡាញ់និងចូលចិត្តដើម្បីឲ្យគាត់ជោគជ័យក្នុងការដាំហ្នឹងមិនមែនថាឲ្យតែថាបងប្អូនយកទៅហើយយើងប្រឡែងគាត់ចោលអត់ទេគឺយើងបរិញ្ញាគាត់អស់ពីសមត្ថភាព